បញ្ហាលើសគីឡូរបស់កូនក្មេងឥឡូវគឺច្រើនខ្លាំងមែនតើហើយឪពុកម្ដាយដូចយើងគឺយើងតែងតែបារម្ភពីកូនហើយអ្នកខ្លះគាត់ព្យាយាមរកវិធីសាស្ត្រនៅក្នុងការឲ្យកូនសម្រក់គីឡូសម្រាប់កូនក្មេងគឺគាត់នៅចាំបាច់មានការលូតលាស់ធំធាត់ទៅមុខទៀតអញ្ចឹងហើយអ្នកទាំងគ្នាហាមឲ្យគាត់ប្រអប់អាហារឲ្យសោះណាព្រោះអីបើសិនជាយើងឲ្យគាត់ប្រអប់អាហារមានផលដល់ការលូតលាស់ការលូតកម្ពស់ហើយសំខាន់គឺរឿងខួរក្បាលអារម្មណ៍របស់គាត់ផងដែរអញ្ចឹងអ្វីដែលយើងធ្វើបាននៅពេលនេះទី1គឺយើងត្រូវតែកាត់បន្ថយពួកប្រភេទភេសជ្ជៈផ្អែមនំចំណីកញ្ចប់បញ្ចប់អីហ្នឹងគឺវាអត់ល្អទាំងសុខភាពរបស់គាត់ផងដែរហើយដែលធ្វើឲ្យគាត់លើសគីឡូអញ្ចឹងហើយយើងត្រូវតែកាត់បន្ថយចំណុចហ្នឹងយើងនឹងគឺត្រូវតែចិត្តរៀងងន់បន្តិចណាអ្នកទាំងអស់គ្នាឃើញកូនយំអីតិចអញ្ចឹងអើយទ្រាំអត់បានបើសិនជាយើងស្រឡាញ់គាត់គឺយើងត្រូវតែចិត្តរឹងចិត្តធ្ងន់បន្តិចចំណុចទី2ដែលយើងត្រូវធ្វើឲ្យគាត់ញ៉ាំសារជាតិអាហារឲ្យបានគ្រប់ទាំង5ក្រុមជីវជាតិវីតាមីនប្រូតេអ៊ីនគឺត្រូវឲ្យគាត់ញ៉ាំឲ្យបានគ្រប់គ្រាន់ចំណុចទី3គឺការដែលយើងនាំគាត់លេងកីឡាដូចបានឲ្យគាត់បានធ្វើលំហាត់ប្រាណដែរនាំគាត់រត់លេងនាំគាត់ហែលទឹកការជិះកង់ឲ្យជាដើមហ្នឹងក៏ជួយគាត់បានច្រើនដែរយើងជាពុកម្ដាយយើងចាំបាច់នៅក្នុងការចំណាយពេលកន្លែងចំណុចហ្នឹងបន្តិចណាអ្នកនរគ្នាស្មក់គីឡូនៃកូនក្មេងហាមប្រអប់អាហារពួកគាត់ឲ្យសោះ